សួស្តីពុកម៉ែបងប្អូនអរគ្នាមកហូបអីមួយញ៉ាំថ្ងៃហ្នឹងខ្ញុំទៅហូបសាច់អាំងនៅខ្សែមួយយើងហ្នឹងពុកម៉ែបងប្អូនអរគ្នានិយាយខ្ញុំទៅរៀងថ្ងៃអត់សូវមានមនុស្សខ្ញុំទៅម៉ោង5ខ្ញុំទៅថ្ងៃព្រះអាទិត្យនៅឡើយអត់តនឹងទេទៅផាប់ចឹងទៅយប់ជប់អីបានសុបាយហើយទៅមួយមាត់ភ័ក្រច្រើនគ្នាញ៉ាំវីយ៉ាញ៉ាំសាច់អាំងញ៉ាំអីហ្នឹងឆ្ងាញ់កាប់សេរីហ្មងខ្ញុំទៅតែ2នាក់ទេគឺខ្ញុំហៅសាច់អាំងគូស្នេហ៍មួយឈុតអាហ្នឹងខ្ញុំឃើញនៅក្នុងមនុយគេឈ្មោះឡើងតំណងសាច់អាំងគូស្នេហ៍ដល់ហៅមកមានសាច់អាំងមានស៊ុបនេះហូបទឹកគេប្រាប់ដែរតើអ្នកនរគ្នាថាសាច់អាំងគូស្នេហ៍គេហ្នឹងមានសាច់អាំងឯហ្នឹងស៊ុបអានេះមកខ្ញុំទៅធម្មតាសត្វហ្មងណាអានេះទៅតុកយើងអត់ទាន់រៀបចំអីទេអ្នកនរគ្នាយើងទៅ order មកទូបានគេ delivery គេមកដល់សិត delivery គេយកមកឲ្យដល់តុកយើងហើយមានកូកាមានតកកមានអីចង់ហូបអីយ៉ាងហ្នឹងអញ្ចឹងប៊ីយ៉ាគេអីក៏មានដែរអ្នកនរគ្នាតែដោយសារខ្ញុំអត់ញ៉ាំគ្រឿងស្រវឹងទេដោយសារអត់សូវចេះញ៉ាំឥឡូវនេះសាច់អាំងយើងបានមកដល់ហើយមានទឹកជ្រលក់គេដឹកមកមុនទឹកជ្រលក់គេយកមកឲ្យមុនហើយឈុតសាច់របស់គេអ្នកនរគ្នាគេមានបន្លែមានទឹកគួនមានម្ទេសផ្លោកលឿងក្រហមងាវសាច់គោមឹកហ្នឹងឃើញអញ្ចឹងណា2នាក់ហូបអត់ចឹងអស់ណាអ្នកនរគ្នាឃើញដូចតិចដល់ពេលហូបមិនដឹងថាច្រើនហើយខ្ញុំក៏ហៅ steak សាច់គោកាត់បារាំងមួយទៀតអ្នកនរគ្នាខ្ញុំហៅ2មុខមានអីទៀតយើងចាប់ផ្ដើមដាក់ប៊ឺមកអាំងសាច់មកគ្រឿងក្រៅយើងមកដល់គ្រប់ហើយដាក់ប៊ឺវីយ៉ឲ្យឆ្កានក្តៅចឹងមកអ្នកនរគ្នាហើយតមកទៀតនេះអូទឹកគឺក៏មកចាក់ទឹកស៊ុបអីយើងតំណងមកអ្នកនរគ្នាហើយយើងដាក់ប៊ឺហើយដាក់ទឹកស៊ុបឡើងហើយយើងដាក់បន្លែដាក់សាច់អីដាក់អាំងឡើងមកបងប្អូនអរគ្នាចាំអត់ទុះទេវាឆ្អែតហើយយើងហូបបានហើយទឹកជ្រលក់គេមាន3-4មុខដែរទឹកត្រីកកង់មួយជ្រក់គីមឈីបាយឆាហើយខ្ទឹមសម្ទេសលាយតាមចំណងចិត្តគេដាក់ឲ្យយើងមកឆ្ងាញ់ហើយកុំឆ្ងល់ហេតុអីដៃផងចង្កឹះផងចាប់ចង្កឹះវាមានអារម្មណ៍ថាឆ្កងដល់ដៃវាលឿនវាថាស្រួលជាងហើយខ្ញុំទៅមានអារម្មណ៍ថាប្រើដៃវាលឿនហ្មងអ្នកនរគ្នាប្រើចង្កឹះទៅវាដូចតំណអត់តំណងខ្ញុំថាទៅណាមួយចង្កឹះអ៊ីណុកចឹងខ្ញុំមិនសូវចេះប្រើតែចង្កឹះឈើរៀងតូចហើយរៀងល្អអ្នកនរគ្នាដាក់ដៃហ្មងទៅលឿនណាមួយអត់មានអ្នកណាហូបក្រៅពីសឹកគ្នាយើងនឹងទេហើយក៏ដាក់បកាដាក់សាច់គោដាក់អីចាប់ឡើងដាក់មកឆ្ងាញ់យ៉ាងមកហើយចាំមកទុះទៅឆ្អិនហើយអ្នកនរគ្នាសាច់គោគេឡើងផុយឆ្ងាញ់ហ្មងអ្នកនរគ្នាសាច់អាំងយើងចាប់ដើមឆ្អិនតាមបណ្ដាអ្នកនរគ្នាខ្ញុំទាញកន្ត្រៃមកកាត់ប៉ុន្តែខ្ញុំកាត់វាអត់បានថតកន្លែងខ្ញុំឈប់អង្គុយកាត់សាច់គោអ្នកនរគ្នាអត់មានអ្នកថតឲ្យវាពិបាកហើយខ្ញុំបានយកជើងកាមេរ៉ាទៅទៀតចឹងឯងវាវេទនាខ្លាំងណាស់ចឹងឯងមានថតតាមតាណាទៅអ្នកនរគ្នាឲ្យតែបានចេញវីដេអូហើយអ្នកទាំងអស់គ្នាមើលចឹងណាមួយខ្ញុំខានផុសវីដេអូយូរដែរហើយបន្តមកទៀតសាច់គោកាត់បារាំងយើងនឹងក៏បានដែរអ្នកនរគ្នាគេមានបន្លែស្ពៃក្តោបអាមុខទៀតហ្នឹងអាហ្នឹងដូចជាអីគេសយ៉ងចេកយ៉ាងអរគ្នាសយ៉ងចេកហើយជើមួយទឹកប្រហុកអាំងឆ្អិនអស់ហើយមកសូមអញ្ជើញមកហូបពិសាទាំងអស់គ្នាអានេះសាច់គោសាច់អាំងរបស់យើងអ្នកនរគ្នាហើយអាខាងនេះគឺ steak សាច់គោរបស់គេអ្នកនរគ្នាហើយបន្លែគេឡើងមកហូបឲ្យមុខខ្ញុំរៀបរាប់បានតែសយ៉ងចេកហើយស្ពៃក្តោបបាត់ការ៉ុតគេហើយនឹងស្បែកគួរហានេះទឹកជ្រលក់គេទៅប្រហុកគេអ្នកនរគ្នាជាតិខ្លាំងណាស់ហើយវីដេអូយើងក៏មានប៉ុណ្្នឹងទេអ្នកនរគ្នាវាបានដល់ទីបញ្ចប់ហើយអរគុណដែលមើលវីដេអូមួយនេះពីដើមដល់ចប់បាយបាយជួបគ្នាវីដេអូក្រោយថ្មីមួយទៀត